ដើមត្នោតដែលមានឈ្មោះវិទ្យាសាស្ត្រថា Borassus flabellifer គឺជាប្រភេទរុក្ខជាតិដែលដុះលូតលាស់ខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍និងផ្នែកខ្លះនៃអាស៊ីខាងត្បូងខាងក្រោមនេះគឺជាបណ្ដាប្រទេសដែលមានវត្តមានដើមត្នោតច្រើនជាងគេ1អាស៊ីអាគ្នេយ៍តំបន់ដែលមានច្រើនជាងគេកម្ពុជាដើមត្នោតគឺជាព្រលឹងជាតិនិងជារុក្ខជាតិតំណាងឲ្យប្រទេសកម្ពុជាវាដុះនៅគ្រប់ទីកន្លែងជាពិសេសនៅខេត្តកំពង់ស្ពឺនិងសៀមរាបថៃមានដុះច្រើននៅភាគកណ្ដាលនិងភាគខាងត្បូងមីយ៉ាន់ម៉ាភូមាមានដុះយ៉ាងសន្ធឹកសន្ធាប់នៅតំបន់កណ្ដាលតំបន់ស្ងួតដែលគេប្រើប្រាស់សម្រាប់ធ្វើស្ករត្នោតស្រដៀងនឹងខ្មែរយើងដែរវៀតណាមសម្បូរនៅតំបន់ភាគខាងត្បូងជាពិសេសខេត្តអានយ៉ាងមាត់ជ្រូកដែលជាប់ព្រំដែនឡាវនិងឥណ្ឌូនេស៊ីក៏មានវត្តមានដើមត្នោតប្រភេទនេះផងដែរប៉ុន្តែអាចមានឈ្មោះហៅខុសៗគ្នាទៅតាមតំបន់2អាស៊ីខាងត្បូងឥណ្ឌាគឺជាប្រទេសដែលមានដើមត្នោតច្រើនបំផុតមួយក្នុងពិភពលោកជាពិសេសនៅរដ្ឋ Tamil Nadu ដែលគេចាត់ទុកដើមត្នោតជារុក្ខជាតិតំណាងរដ្ឋនោះតែម្ដងស្រីលង្កាមានដុះច្រើននៅភាគខាងជើងនៃកោះបង់ក្លាដេសក៏មានដុះនៅតាមតំបន់វាលទំនាបផងដែរចំណុចគួរកត់សម្គាល់ទោះបីជាមានដុះនៅប្រទេសជាច្រើនក៏ដោយប៉ុន្តែការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងដើមត្នោតជាមួយនឹងអត្តសញ្ញាណជាតិវប្បធម៌និងជីវភាពរស់នៅប្រចាំថ្ងៃគឺមានភាពលេចធ្លោខ្លាំងជាងគេនៅក្នុងប្រទេសកម្ពុជា